តើអ្នកធ្លាប់គិតទេថាមានកន្លែងមួយនៅលើដែនដីដែលតូចប៉ុន្តែអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលជាកន្លែងដែល 20% នៃប្រេងឥន្ធនៈត្រូវឆ្លងកាត់សម្រាប់ផ្គត់ផ្គង់ពិភពលោកជាផ្លូវទឹកដ៏ចង្អៀតដែលមានប្រវែងប្រហែល167គីឡូម៉ែត្រទទឹង33គីឡូម៉ែត្រប៉ុន្តែបើមានចំនួនយោធាកើតឡើងវានឹងអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកដួលរលំបាននោះគឺច្រកសមុទ្រ Hormuz ដែលជាចំណុចគ្រោះថ្នាក់បំផុតនៅលើដែនដីនៅពេលដែលមានភាពតានតឹងហក់ឡើងខ្លាំងដល់កម្រិតកំពូលក្នុងឆ្នាំ2026សំណួរមិនមែនសួរថាតើវានឹងប៉ះពាល់ឬទេនោះទេប៉ុន្តែសួរថាតើពិភពលោកអាចទ្រាំទ្របានយូរប៉ុណ្ណាទៀតថ្ងៃនេះយើងខ្ញុំនឹងនាំអ្នកទៅស្គាល់ច្រក Hormuz ជាកន្លែងប្រវត្តិសាស្ត្រពោរពេញដោយសម្រស់ធម្មជាតិនិងមានសង្គ្រាមកើតឡើងច្រកសមុទ្រ Hormuz គឺជាច្រករបៀងតូចចង្អៀតមួយនៅចន្លោះប្រទេសអ៊ីរ៉ង់និងអូម៉ង់ដែលគេចាត់ទុកថាជាចំណុចផ្លូវដ៏គ្រោះថ្នាក់បំផុតមួយនៅលើផែនដីផ្លូវនេះផ្ទុកចំណែកដ៏ធំនៃថាមពលរបស់ពិភពលោកដោយប្រេងឆៅភាគច្រើនឆ្លងកាត់ផ្លូវនេះឆ្ពោះទៅអាស៊ីនាវាចម្បាំងស្ថានីយ៍រ៉ាដាផ្កាយរណបនាវាប្រយុទ្ធមីស៊ីលតាមឆ្នេរសមុទ្រយន្តហោះគ្មានមនុស្សបើកដ្រូននិងមីនដែលបានដាក់នៅក្រោមសមុទ្របានរឹតបន្តឹងនិងប្រែក្លាយច្រកសមុទ្រមួយនេះទៅជាកន្លែងដែលត្រូវកណនាមុននឹងឆ្លងកាត់ហើយការប្រឈមមុខដាក់គ្នាផ្នែកយោធានៅច្រកនេះអាចធ្វើឲ្យរង្គោះរង្គើជាសកលនៅផ្លូវដឹកជញ្ជូនតាមសមុទ្រទីផ្សារថាមពលនិងស្ថិរភាពនយោបាយពិភពលោកផងដែរយ៉ាងណាក៏ដោយ Hormuz ក៏ចាយសម្រស់ជាកោះដែលមានឆ្នេរខ្សាច់ក្រហមរាងដូចទឹករលកហាក់ដូចជាថ្នាំពណ៌ដែលគេលាយលាបលើក្រដាសគួរឲ្យគយគន់ដោយមានទាំងជ្រលងភ្នំរ៉ែលាយពណ៌ចម្រុះរូងភ្នំអំបិលត្រជាក់ភ្លឺចែងចាំងនិងបន្ទាយបុរាណផងដែរច្រកសមុទ្រ Hormuz ភ្ជាប់ឈូងសមុទ្រពាក់ជាមួយឈូងសមុទ្រអូម៉ង់និងសមុទ្រអារ៉ាប់ដ៏ធំទូលាយតំបន់នេះគ្រប់គ្រងរហូតដល់ 21% នៃការប្រើប្រាស់ប្រេងសរុបរបស់ពិភពលោកជាពិសេសប្រេងឆៅជាង 70% ដែលឆ្លងកាត់ច្រកសមុទ្រនេះត្រូវបានកំណត់គោលដៅសម្រាប់សេដ្ឋកិច្ចអាស៊ីដែលធ្វើឲ្យវាក្លាយជាបញ្ហាសន្តិសុខជាតិស្នូលរបស់ប្រទេសចិនជប៉ុននិងឥណ្ឌាវត្តមានយោធានាវាចម្បាំងមកពីប្រទេសជាច្រើនធ្វើប្រតិបត្តិការនៅក្នុងដែនដីក្បែរនោះដែលជាបេសកកម្មអមដំណើរការហោះហើរឃ្លាំមើលនិងសំយុទ្ធសមុទ្រស្ទើរតែគ្មានពេលសម្រាប់ច្រករបៀងតូចចង្អៀតនេះត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ដោយប្រទេសមហាអំណាចនៅក្នុងលំហដែលមានដែនកំណត់ពោពេញដោយការប្រមូលផ្ដុំហើយការជួញដូរប្រេងនិងអូស្មန်ធម្មជាតិរាវដ៏ច្រើនរបស់ពិភពលោកជាសកលតាមសមុទ្រឆ្លងកាត់ច្រកទ្វារតូចចង្អៀតនេះជារៀងរាល់ថ្ងៃទីផ្សារថាមពលនៅទ្វីបឆ្ងាយៗពឹងផ្អែកលើកប៉ាល់ដែលឆ្លងកាត់ដែនទឹកទាំងនេះដោយគ្មានការរំខានការពន្យាពេលណាមួយនៅទីនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់រោងចក្រចម្រាញ់ប្រេងផ្លូវដឹកជញ្ជូននិងទីផ្សារហិរញ្ញវត្ថុនោះគឺជាភាពអស្ចារ្យនៃកន្លែងនេះដែលកំណត់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយថាមពលភាគច្រើនរបស់វានៅតែឆ្លងកាត់ផ្លូវទឹកមួយដែលមានទទឹងត្រឹមតែ2-3គីឡូម៉ែត្រប៉ុណ្ណោះដែលជាយុទ្ធសាស្ត្រមួយដោយការគ្រប់គ្រងនៅទីនេះមិនចាំបាច់យកឈ្នះនោះទេគ្រាន់តែមានសមត្ថភាពរំខានក៏គ្រប់គ្រាន់ទៅហើយកោះ Qeshm ស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ដែលលាតសន្ធឹងក្បែរច្រកសមុទ្រ Hormuz ដូចជាទ្វារថ្មវែងមួយនៅម្ខាងឈូងសមុទ្រពាក់រួមទូចឆ្ពោះទៅសមុទ្រដ៏ធំល្វឹងល្វើយនៅម្ខាងទៀតជាដែនដីគោករបស់ប្រទេសអ៊ីរ៉ង់ដែលមានកំពង់ផែរ៉ាដានិងហេដ្ឋារចនាសម្ព័ន្ធយោធាកោះនេះហាក់ដូចជាស្ងប់ស្ងាត់សាមញ្ញប៉ុន្តែពិតប្រាកដវិញវាមានសារៈសំខាន់ខ្លាំងណាស់ព្រោះវានៅជិតនឹងផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោកនៅឆ្នាំ2024មានប្រេងប្រហែល20លានបារ៉ែលក្នុងមួយថ្ងៃនិងប្រហែល 1/5 នៃអូស្មန်ហ្គាសពិភពលោកឆ្លងកាត់ច្រក Hormuz ដ៏មានសារៈសំខាន់នេះហើយការដឹកជញ្ជូនតាមនាវាដែលឆ្លងកាត់ត្រូវចូលទៅក្នុងតំបន់ដែលត្រូវគណនានិងត្រួតពិនិត្យយ៉ាងហ្មត់ចត់ហើយកងកម្លាំងទ័ពជើងទឹកកងនាវាល្បាតរាប់រយគ្រឿងមីស៊ីលនិងប្រព័ន្ធការពារឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ត្រូវបានដាក់នៅតំបន់នេះដែលជាសម្ពាធយុទ្ធសាស្ត្រតាំងពីបុរាណថាអ្នកណាអាចគ្រប់គ្រងច្រកចូលបានអ្នកនោះនឹងមានអំណាចលើអ្វីៗទាំងអស់មិនត្រឹមតែអ៊ីរ៉ង់ទេអូម៉ង់ក៏បានចូលរួមដាក់យោធានិងនយោបាយនៅច្រកសមុទ្រ Hormuz ផងដែរដែលមានជញ្ជាំងភ្នំជាប់នឹងសមុទ្រហើយមានច្រកផ្លូវទឹករួមតូចមួយសម្រាប់ធ្វើការត្រួតពិនិត្យនិងគណនាឧបទ្វីបបូសាដាំដែលនៅចុងខាងជើងនៃប្រទេសអូម៉ង់លយចូលទៅក្នុងច្រកសមុទ្រ Hormuz ដែលមើលទៅដូចជាខ្លោងទ្វារថ្មនាវាដឹកប្រេងទាំងអស់ដែលចូលនិងចាក់ចេញពីឈូងសមុទ្រពាក់ត្រូវតែធ្វើនាវាចរតាមផ្លូវតូចចង្អៀតទាំងនេះនៅទីនេះអូម៉ង់ដើរតួជាអ្នកឃ្លាំមើលតាមដានរាល់ចលនានាវាដឹកប្រេងទាំងអស់ដែលឆ្លងកាត់ច្រកដ៏ចង្អៀតនេះតាមរយៈស្ថានីយ៍រ៉ាដានៅលើកំពូលភ្នំ Jil Haram ដែលមានកម្ពស់ជាង200ម៉ែត្រ
ការដាក់មីស៊ីលប្រឆាំងនាវាដែលមានសមត្ថភាពបាញ់បានចម្ងាយជាង100 គីឡូម៉ែត្របានធ្វើឲ្យច្រកសមុទ្រនេះស្ថិតនៅក្រោមការគ្រប់គ្រងនិងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីកងទ័ពជើងទឹកអន្តរជាតិនៅឧបទ្វីបម៉ូសាន់ដាំមានជួរភ្នំខ្ពស់ៗដែលអាចមើលឃើញទេសភាពសមុទ្រដែលជាចំណុចយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងច្រកសមុទ្រដ៏ចង្អៀតទាំងនេះប្រព័ន្ធរ៉ាដារបស់ភាគីទាំងសងខាងបានចាក់សោលើគ្នា24 ម៉ោងលើ 24 ម៉ោងអ្នកបើកនាវាដែលឆ្លងកាត់ទីនេះមានអារម្មណ៍ថាដូចជាកំពុងធ្វើដំណើរឆ្លងកាត់ចុងកណ្ដុងកំភ្លើងដែលតម្រង់មករកពួកគេទាំងសងខាងផ្លូវដែលមានទទឹងត្រឹមតែ3 គីឡូម៉ែត្រប៉ុណ្ណោះក្នុងទិសដៅតែមួយកត្តាភូមិសាស្ត្រនេះបង្ខំឲ្យនាវាដឹកជញ្ជូនដែលមានតម្លៃថ្លៃបំផុតលើโลกត្រូវធ្វើដំណើរជាជួរយ៉ាងមានសណ្ដាប់ធ្នាប់ដែលធ្វើឲ្យពួកគេងាយស្រួលក្នុងការរំខានឬការវាយប្រហារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្ទើរតែ1/3នៃការជួញដូរប្រេងតាមសមុទ្ររបស់ពិភពលោកបានឆ្លងកាត់ចំណុចស្ទះតែមួយនេះដែលអាចបង្កជាសង្គ្រាមបានគ្រប់ពេលនាវាពាណិជ្ជកម្មរាប់ពាន់គ្រឿងបានធ្វើដំណើរតាមច្រករបៀងជារៀងរាល់ឆ្នាំដោយដឹកប្រេងដែលផ្គត់ផ្គង់ដល់ឧស្សាហកម្មទីក្រុងនិងបណ្ដាញអគ្គិសនីឆ្លងកាត់ទ្វីបជាច្រើនមានពេលខ្លះដែលនាវាចម្បាំងអាមេរិកនិងទូកល្បាតអ៊ីរ៉ង់បានធ្វើដំណើរយ៉ាងជិតកៀកគ្នាដែលទាហាននៅសងខាងអាចមើលឃើញមុខគ្នាទៅវិញទៅមកយ៉ាងច្បាស់តាមរយៈកែវយៈពួកគេថែមទាំងអាចឮការផ្សាយតាមអាយគោមទៅវិញទៅមកទៀតផងនៅលើកោះ Hormuz មានបន្ទាយរបស់ព័រទុយហ្គាល់ដែលត្រូវបានសាងសង់នៅដើមសតវត្សទី16បន្ទាប់ពីកងកម្លាំងព័រទុយហ្គាល់ដណ្ដើមបានការគ្រប់គ្រង Hormuz សម្រាប់ផ្លូវពាណិជ្ជកម្មសមុទ្ររវាងឥណ្ឌា ពាក់និងអារ៉ាប់កប៉ាល់ធ្លាប់បានចូលមកទីនេះដោយដឹកគ្រឿងទេសសូត្រគុជខ្យងនិងប្រាក់ពីកំពង់ផែឆ្ងាយៗឆ្លងកាត់មហាសមុទ្រឥណ្ឌារហូតមកដល់ពេលនេះមាត់ច្រកសមុទ្រ Hormuz ដែលនៅតែរក្សាសារៈសំខាន់យុទ្ធសាស្ត្ររបស់ខ្លួនរហូតមកដល់បច្ចុប្បន្នអស់រយៈពេលជាច្រើនសតវត្សមកហើយកំពង់ផែតូចនេះបានឃ្លាំមើលផ្ទៃទឹកដ៏មមាញឹកនៃច្រកសមុទ្រ Hormuz នាវិកមកពីប្រទេសអារ៉ាប់ ពាក់និងមហាសមុទ្រឥណ្ឌាធ្លាប់បានបោះយុទ្ធការនៅទីនេះដោយដឹកទំនិញតាមបណ្ដោយផ្លូវពាណិជ្ជកម្មដែលភ្ជាប់ឆ្នេរសមុទ្រឆ្ងាយៗភាពអស្ចារ្យនៃធម្មជាតិនៅលើកោះ Hormuz ដ៏ប្លែកភ្នែកដែលប្រៀបដូចជាផ្ទាំងគំនូរវិចិត្រសិល្បៈដែលមានជ្រលងភ្នំឥន្ទនូកោះភ្នំភ្លើងតូចមួយនេះមានស្រទាប់រ៉ែចម្រុះពណ៌ដែលប្រែក្លាយដីភ្នំឲ្យទៅជាពណ៌ក្រហមឆ្អៅពណ៌មាសនិងពណ៌ទឹកក្រូចដែលមិនគួរឲ្យជឿរូបភ្នំអំបិលគ្រីស្តាល់ដែលនៅខាងក្នុងមានខ្យល់ត្រជាក់ជញ្ជាំងរូងភ្នំមានពណ៌សនិងពណ៌លឿងទុំចាំងចែងដូចគ្រីស្តាល់ទឹកជ្រោះរ៉ែតូចៗបានហូរកាត់កម្រាលរូងភ្នំធ្វើឲ្យអំបិលរលាយនិងឆ្លាក់ចេញជាទម្រង់ថ្មប្លែកៗតាមពេលវេលារាប់រយឆ្នាំតើមានកោះណាដែលលាក់ទន្លេអំបិលនៅខាងក្រោមដីហើយមានភ្នំណាដែលរលាយទៅជារូងភ្នំគ្រីស្តាល់បែបនេះទេនៅចុងនៃច្រកសមុទ្រ Hormuz មានភូមិគុំហ្សាគឺជាភូមិដាច់ស្រយាលមួយដែលស្ថិតនៅចុងខាងជើងបំផុតនៃឧបទ្វីបម៉ូសាន់ដាំរបស់ប្រទេសអូម៉ង់អ្នកស្រុកនៅទីនេះនិយាយភាសាគុំហ្សារីដែលជាភាសាកម្របំផុតមួយនៅលើពិភពលោកដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃការធ្វើពាណិជ្ជកម្មតាមសមុទ្ររាប់រយឆ្នាំនៅក្នុងតំបន់នេះការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានមកដល់ទីបញ្ចប់ប៉ុន្តែភាពតានតឹងនៅតែបន្តគ្របដណ្ដប់លើផ្ទៃសមុទ្រដូចជាខ្សែចំណងដែលទាញរឹតយ៉ាងណាស់គ្មាននរណាម្នាក់អាចដឹងច្បាស់ថាតើចំនួននេះនឹងបញ្ចប់នៅពេលណានោះទេប៉ុន្តែអ្វីដែលអ្នកចងចាំមិនភ្លេចគឺសម្រស់ខ្សាច់ពណ៌ក្រហមដែលប៉ះនឹងរលកសមុទ្រជ្រលងភ្នំដ៏ស្រស់ស្អាតដូចគំនូររូងភ្នំអំបិលដ៏ត្រជាក់និងបន្ទាយបុរាណដែលឈរយាមល្បាតមាត់សមុទ្រយ៉ាងស្ងប់ស្ងាត់តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នដូច្នេះ Hormuz មិនត្រឹមតែជាចំណុចក្តៅផ្នែកយោធាប៉ុណ្ណោះទេថែមទាំងមានភាពទាក់ទាញចម្លែកបង្អួតសម្រស់ដ៏គួរឲ្យគយគន់បំផុតប្រសិនបើអ្នកបានយល់ដឹងអំពី Hormuz តាមរយៈវីដេអូនេះសូមជួយចែករំលែកឲ្យមិត្តភ័ក្តិបានដឹងនិង like ព្រមទាំង Subscribe ដើម្បីទទួលបាននៅវីដេអូបន្ទាប់ទៀតតាមរយៈ Channel របស់យើងខ្ញុំសូមអរគុណសម្រាប់ការទស្សនាជួបគ្នាម្ដងទៀត